បាសេឡូណាធ្លាប់សុំឲ្យ Lewandowski ធ្វើរឿងមួយនេះដើម្បីជួយសន្សំសំចៃប្រភពពីសារព័ត៌មាន Sport បានឲ្យដឹងថាកាលពីប្រមាណឆ្នាំមុនបាសេឡូណាបានសុំ Robert Lewandowski ឲ្យឈប់រកគ្រាប់បាល់បន្តទៀតរឿងនេះកើតឡើងអំឡុងរដូវកាលឆ្នាំ2022និង2023នៅក្របខ័ណ្ឌ La Liga ដែលពេលនោះបាសេឡូណាបានគ្រងជើងឯករួចទៅហើយប៉ុន្តែនៅសល់ត្រឹមតែ2ប្រកួតចុងក្រោយលេងបង្ក្រប់កិច្ចតែប៉ុណ្ណោះខណៈនោះ Lewandowski ដែលរកបាន23គ្រាប់ហើយប៉ុន្តែបាសេឡូណាបានយល់ព្រមភ្ជាប់លក្ខខណ្ឌមួយជាមួយនឹង Bayern Munich គឺថាបើ Robert Lewandowski អាចរកបាន25គ្រាប់នៅ La Liga ក្នុងមួយរដូវកាលនោះក្រុមអ្នកមានបុណ្យនឹងត្រូវបង់ប្រាក់ចំនួន2,50,000,000 €ទៅឲ្យក្លឹបសម័យហេតុនេះហើយទើបបាសេឡូណាសុំ Lewandowski កុំឲ្យទាត់បញ្ចូលទីពីប្រកួតចុងក្រោយហើយខ្សែប្រយុទ្ធប៉ូឡូញម្នាក់នោះក៏យល់ព្រមចូលរួមសហការតាមការស្នើសុំរបស់បាសេឡូណាក្នុងគោលបំណងជួយសន្សំសំចៃក្លឹបថ្មីរបស់ខ្លួនដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុទីបំផុត Robert Lewandowski បញ្ចប់រដូវកាលឆ្នាំ2022និង2023ដោយរកគ្រាប់បាល់នៅ La Liga ឲ្យបាសេឡូណាបានចំនួន23គ្រាប់តិចជាងគ្រាប់បាល់នៅក្នុងកិច្ចព្រមព្រៀងចំនួន2គ្រាប់ប៉ុណ្ណោះដូច្នេះបាសេឡូណាក៏រួចខ្លួនហើយ Bayern Munich ក៏មិនអាចទទួលបានទឹកប្រាក់ចំនួន2,50,000,000 €នោះដែរយ៉ាងណាក៏ដោយបើតាមប្រភពពីសារព័ត៌មាន Sport ដដែលបានឲ្យដឹងថាគិតមកទល់ពេលនេះក៏បាសេឡូណានៅតែមិនទាន់ទូទាត់សងប្រាក់ចំនួន20លាន€ដែលក្លឹបជំពាក់ Bayern Munich ថ្លៃទិញ Robert Lewandowski កាលពីរដូវកាលឆ្នាំ2022និង2023នៅឡើយទេហើយមិនមែនត្រឹមតែ Lewandowski ម្នាក់ទេក្រុមអ្នកមានបុណ្យនៅជំពាក់ប្រាក់ 4-5 ក្លឹបទៀតថ្លៃទិញកីឡាករឆ្នាំប៉ុន្មាននាក់មកពង្រឹងក្លឹបនាពី3រដូវកាលចុងក្រោយនេះរួមមាន Rafinha ដែលទិញមកពី Leeds United Ferran Torres ទិញមកពី Manchester City Robert Lewandowski ទិញមកពី Bayern Munich និងនៅមានកីឡាករល្អៗប៉ុន្មានអ្នកទៀតគិតជាបំណុលកើនឡើងរហូតដល់ជិត160លាន€ឯណោះ